đời cả sự thiệt ấy có nơi miền cầm đau ngày nơi cả đau nơi sáu nơi miền liền thì là chả chả có cho nằm chân để chuyện lệ cho lại chẳng tới còn đôi chia là phải thua nơi miền dân sập ngày nó đôi chia hàng trong này và san là đây chăng cái là bây giờ miền cả prang prang đầm bay thật tua vô màu đầm bay tròn chia carbon lon cho can trời nia tì pừng cứประตูដោយเตียนសិលភាវនាឬក៏សិលសមាធិបញ្ញាមានការអប់រំចិត្តណាទទួលអារម្មណ៍ណាដែលជាការពិតហើយប្រគល់ឲ្យវិញ្ញាណទៅណាដែលទទួលដឹងអារម្មណ៍ហ្នឹងដោយកំណត់វិញ្ញាណហ្នឹងមិនមែនជាតួអត្តាកំណត់បានតលចែកវិញ្ញាណហ្នឹងឲ្យដាច់ពីរូបទៀតបើមិនអញ្ចឹងវានៅសមោហៈខៈអ្នកហ្នឹងហើយសម្គាល់ថាជាខ្លួនយើងហ្នឹងអ្នកទទួលដៅតិចឬអ្នកឃើញអ្នកឮដឹងក្លិនដឹងរសណាខ្លួនយើងដឹងសុខដឹងទុក្ខគេសរសើរគេនិន្ទាអីខ្លួនយើងអ្នកទទួលតលតែកំណត់រូបដោយរូបកម្មដ្ឋានជាធាតុមិនដឹងដីទឹកភ្លើងខ្យល់អាកាសធាតុមហាពុទ្ធរូប4ឧបាទេយរូបដោយឡែកជាធាតុមិនដឹងអញ្ចឹងទៅបានជីវិតយើងរស់នៅរាល់ថ្ងៃហ្នឹងគឺវាមិនមែនមានតែរូបកាយទេវាមាននាមធម៌ដែលបង្អោនទៅដឹងអារម្មណ៍វេទនាសញ្ញាសង្ខារវិញ្ញាណហៅថានាមហ្នឹងគឺបង្អោនទៅដឹងដល់ទៅចែកដាច់ពីរូបទៅនាមហ្នឹងវាអត់មានសរីរៈអត់មានរូបអត់មានស្រីអត់មានប្រុសជាសភាវៈដែលអាស្រ័យនឹងវត្ថុរូបកើតឡើងអញ្ចឹងដូចជាអណ្ដាតជាគៀងអញ្ចឹងអាស្រ័យនឹងបច្ឆេះអញ្ចឹងអណ្ដាតវាមិនមែនសត្វបុគ្គលមិនមែនអត្តាអណ្ដាតភ្លើងនឹងយ៉ាងណាវិញ្ញាណនឹងដូចអណ្ដាតភ្លើងអញ្ចឹងចេតសិកហ្នឹងយើងរៀនអភិធម្មបានយើងឮពាក្យចេតសិកហ្នឹងដូចពន្លឺអញ្ចឹងទៅអណ្ដាតជាងគៀងហ្នឹងគឺជាឈ្មោះក្នុងការប្រៀបធៀបហ្នឹងឯងគឺដូចជាវិញ្ញាណនេះវិញ្ញាណធាតុនេះណាអាហ្នឹងឯងអាហ្នឹងប្រៀបដូចជាអណ្ដាតជាងគៀងហ្នឹងហើយរូបហ្នឹងដូចជាបច្ឆេះអញ្ចឹងទៅហ្នឹងឯងហើយប្រេងជាងគៀងហ្នឹងដូចជាប៉ុនដែលសម្រាប់ឲ្យយើងរស់ហើយកូនចៅសពថ្ងៃខ្លះអត់ស្គាល់ជាគៀងគ្នាកើតមកផុតជាគៀងហ្នឹងទៅមានតែអគិសនីអីចឹងទៅប៉ុន្តែនៅរូបភាពអីចឹងទៅចាំមើលនៅក្នុងសាហ្វារីអីយើងសរសេរអក្សរខ្មែរចង្គៀងទៅចេញមកចង្គៀងអីហ្នឹងហ្នឹងគឺគេមានបច្ឆេះដាក់ឲ្យបឺតប្រេងមកគេឲ្យទៅឆេះចឹងទៅវាមានពន្លឺហ្នឹងឯងហ្នឹងយើងយកចង្គៀងហ្នឹងមកធ្វើជាឧបមាហ្នឹងឯងជីវិតយើងរស់នៅដោយសារបុណ្យក្នុងកំណើតជាមនុស្សដោយគុណមេត្តាបិតាអីក្នុងជីវិតដែលយើងកើតមកទំនុកបំរុងចិញ្ចឹមបីបាច់មើលថែហើយដូចគុណចាស់ចូលកាន់ប្រភ្នោះអញ្ចឹងឆាប់ដឹងគុណមេត្តាបិតាពីព្រោះតំណាក់តំណងទៅនឹងគុណហ្នឹងមាននៅក្នុងបត្រៃបីដកអត្តកថាតាកតួងនឹងការបំពេញរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងប្រោសពុទ្ធបិតាប្របាទសិរីសទ្ធោទនៈហើយបានសម្រេចព្រះអរហន្តបរិនិព្វានស្ដេចយាងទៅឋានតាវតឹងសម្ដែងព្រះអភិធម្មព្រះពុទ្ធមេត្តាដែលបដិសន្ធិឋានតោសិតយាងមកស្ដាប់ពធសម្រាប់សោតាបត្តផលជាកាយសក្ខីបុគ្គលហើយព្រះអង្គតែងតែសរសើរដូចជាមេតតបោសិកៈសូត្រអីដែលព្រះអង្គទទួលថាតខៈណាគឺថាល្អណាស់ដែលអ្នកបានទំនុកបំរុងក្នុងការដែលស្វែងរកអាហារភោជនបានហើយក៏ចិញ្ចឹមមេត្តាបិតាហ្នឹងល្អណាស់បុគ្គលណាដែលស្វែងរកអាហារភោជនដោយធัว
ចាំមេដាបិតាហ្នឹងគឺជាអ្នកដែលបានជួបប្រសពនៅបុណ្យច្រើនណាហ្នឹងឯងដែលព្រះអង្គសម្ដែងពហុងបញ្ញាំងបសវតិហ្នឹងថាបានជួបប្រសពនៅបុណ្យច្រើនណាស់ហ្នឹងគឺព្រះអង្គទ្រង់អនុញ្ញាតសំបីភិក្ខុណាបព្វជិតមិនមែនចេះតែឲ្យអីកុហកបានទេណាចឹងគឺណាញ៉ាំងសទ្ធាគេឲ្យធ្លាក់ចុះត្រូវអាបត្តិគួរដល់បពាជានិយកម្មអីចឹងទៅទៀតប៉ុន្តែដល់ទៅជាមួយញោមប្រុសស្រីណាគុណចាស់បានចៃវរដែលសង់ចែកមួយត្រៃពីរត្រៃអីចឹងជូនញោមអីបានព្រះពុទ្ធអង្គទ្រង់សរសើរទៀតទាំងភិក្ខុមួយអង្គដែលចិញ្ចឹមមេដាបិតាព្រះពុទ្ធអង្គទ្រង់សរសើរហើយព្រះអង្គសម្ដែងសវណ្ណសាមជាដកទៀតណាប្ររពរឿងភិក្ខុដែលចិញ្ចឹមមេដាបិតាហ្នឹងបានសម្ដែងសវណ្ណសាមហ្នឹងចឹងហើយប្រកាសសច្ចធម៌ទៅភិក្ខុដែលចិញ្ចឹមមេដាបិតាហ្នឹងសម្រេចសោតាបត្តផលទៀតហ្នឹងហើយអញ្ចឹងគឺនៅក្នុងការដែលគុណចាស់គង់នៅក្នុងពុភ្នោះហ្នឹងឆាប់ដឹងគុណមេដាបិតាដឹងគុណធម៌មនុស្សធម៌អីចឹងខ្មែរយើងបុរាណគឺចូលចិត្តឲ្យកូនបួសហ្នឹងឯង4 5ភាសាអីចឹងទៅមិនបានគិតថាឲ្យបួសរហូតអីទៅទេបើបានបួសរហូតមួយអង្គគឺដូចជាបច្ចៅអធិការអីចឹងទៅពីដើមសូវហៅបច្ចៅអធិការច្រើនទៅហៅលោកគ្រូសង្ឃសក្រាចមិនបានហៅសង្ឃរាជអីចឹងហ្នឹងសក្រាចចឹងទៅហ្នឹងឯងព្រះអង្គគ្រូសកុតទៅហៅព្រះសពចឹងទៅមិនងាយបានទេតែបានដល់លោកគ្រូសូត្រអីចាកសិក្ខាបទអីចឹងមកហ្នឹងគឺល្អណាស់ដែលហៅថាអ្នកអន្តិតហ្នឹងគឺល្អណាស់គឺថាពីដើមទៀត50 ឆ្នាំមុនអីហ្នឹងគឺមានតម្លៃអន្តិតហ្នឹងហៅថាបរោះដើមទ្រូង5ហັດដើមទ្រូង5ហັດហ្នឹងគឺវត្តពន្ធទ្រូង5ហັດហ្នឹងតែយើងចេះយកមកនិយាយទៅអត់បានបួសផងអីចឹងទៅក៏និយាយដល់រឿងក្លាហានថាដើមទ្រូង5ហັດអីចឹងទៅប៉ុន្តែប្រវត្តិវាតាកតួងមកអំពីបានបួសបានគេហៅថាបរោះដើមទ្រូង5ហັດហ្នឹងវត្តពន្ធទ្រូងហ្នឹងវា5ហັດទៅនៅពេលដែលលោកគ្រងចៃវរទៅកុំឲ្យវាតាត់អតាយលោកចងវត្តពន្ធទ្រូងវត្តពន្ធវត្តថៈហ្នឹងប្រែថាសម្ពុតវត្តពន្ធណាវត្តភៈពន្ធៈហ្នឹងវត្តថៈពន្ធៈវត្តថៈពន្ធយើងអានញាប់ទៅវត្តពន្ធទៅវត្តថៈពន្ធៈសម្ពុតចងស្អាតចងឲ្យលើចកេះកវត្តចកេះមិនស្អាតទៅវិញទេនឹងឲ្យចង់ឲ្យលើចកេះមកស្អាតហ្នឹងគឺបរិមណ្ឌលចឹងទៅហើយមានពាក្យខ្មែរយើងថាស្រឡាញ់ស្រីឲ្យបួសស្រឡាញ់ភ្នោះឲ្យសឹកយ៉ាងទៅទៀតស្រឡាញ់ស្រីឲ្យបួសហ្នឹងគឺបួស4 5ភាសាអីចឹងទៅបានសិក្សារៀនសូត្រចេះដឹងហើយមានគុណធម៌ដើម្បីមកសង្គ្រោះបុត្រភរិយាអីទាំងអស់ហ្នឹងការសង្គ្រោះបុត្រភរិយានេះគុណធម៌ប្រអិននមស្ការទៀតប្រអិនចេញពីវិជ្ជយន្តប្រាសាទមកសំពះមកផែនដីពិសេសគឺប្រសង់ចឹងសម្មាបព្វជិតេវន្ទេប៉ុន្តែផុតពីប្រសង់មកគឺយេកហដ្ឋាបញ្ញករាសីលវន្តោឧបាសកាគឺថាក្រហោះណាដែលជាអ្នកធ្វើបុណ្យគាត់ថាយេកហដ្ឋាបញ្ញករាហ្នឹងពាក្យរបស់ព្រះអិននៅក្នុងសក្យសង្យុត្តសកេតវៈហ្នឹងហើយសីលវន្តោបាសកាបាសកបាសកាអ្នកដល់បត្រៃណគុំហើយមានសិលហើយនេះត្រង់ដែលធម្មមេអ្នកទារាំងបោសេនតេនេះជាអ្នកចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ទេនមសាមិមេតល័យតេនេមេតល័យយើងជាប្រអិនហ្នឹងនមស្ការដល់ក្រហោះនោះណាតេហ្នឹងវាទទួលពីយេមកទៀតយេហ្នឹងគឺយេអីខ្លះហ្នឹងយេកហដ្ឋាបញ្ញករាសីលវន្តោបាសកាធម្មេអ្នកទារាំងបោសេនតេហ្នឹង
នឹងឯងអ្នកម៉ាសាមីនឹងប្រអិនអញ្ចឹងបានដីថាការដែលទោះជាចាកសិក្ខាបទទៅជាក្រហោះហ្នឹងប្រព្រឹត្តទៅតាមគុណធម៌ទាំងអស់ហ្នឹងដែលសកទេវរាជបានពោលហ្នឹងហ្នឹងប្រអិននមស្ការណាហើយឋានៈរបស់ប្រអិនហ្នឹងគឺអ្នកដែលបានត្រៃវេទក៏នមស្ការប្រអិនដែរគឺណាមៀងនមសន្តិទេវជាហើយស្ដេចនៅលើផែនដីនេះដាច់នៅលើផែនដីទាំងអស់ហ្នឹងណាសពេភូមិចក្ខត្តយាក៏នមស្ការប្រអិនដែរមហារាជទាំង4ក៏នមស្ការប្រអិនទេវតាដែលមានស័ក្តិមានយសនៅឋានតាវតឹងក៏នមស្ការប្រអិនដែរប៉ុន្តែប្រអិនបែរជាត្រឡប់មកជាមួយព្រះសង្ឃគឺបានសម្ដែងហើយចឹងក៏ណាអហញ្ចសិលសម្បណ្ណេចេររតសមាហិតេហ្នឹងគឺបព្វជិតដែលមានសិលមានការតម្កល់ចិត្តណាអស់រាត្រីដល់យូរសម្មាបព្វជិតេវន្ទេហ្នឹងព្រះមច្ចរិយបរាយណេហ្នឹងគឺថាថ្វាយបង្គំហើយហ្នឹងគឺប្រសើរដងដំពងពោះហើយទេវតាប្រអិនប្រព្រំទាំងអស់ហ្នឹងជាមួយនឹងប្រសង់ហ្នឹងទាំងកុំចាំបាច់ដល់ទៅប្រសង់ត្រួតត្រងពុទ្ធកាសាវៈព្រះឧបល័យសម្ដែងថាបន្ថេតិសវាអ្នកកាសាវាំងឆាត់ឌីតាំងមលហៈមគ្គតាំងសិរសាអញ្ញលឹងកាត់ថ្វាវន្តិតាពាំងឥសិទ្ធិជាងក្នុងបៃដកលេខ72អបទានទាំងព្រះឧបល័យសម្ដែងថាបើឃើញណាគេចោលសម្ពុតកាសាវៈហ្នឹងនៅដីប្រឡាក់ប្រលោះដោយទូលីដីសៅម៉ងអីចឹងទៅក៏ត្រូវតែសិរសាអញ្ញលឹងកាត់ថ្វាតែធ្វើអញ្ញលីកម្មរាមដៃ10ដាក់លើសិរសាវន្តិតាពាំងឥសិទ្ធិជាងក៏បីនមស្ការថ្វាយបង្គំនៅសម្ពុតកាសាវៈហ្នឹងទងជ័យឥសីទងជ័យអ្នកដែលស្វែងរកនៅគុណធម៌ហ្នឹងឯងចឹងពេលឥសីហ្នឹងគឺព្រះថាបញ្យល់ដល់ពុទ្ធព្រះវិជ័យកពុទ្ធហើយនឹងប្រសង់ចឹងប្រសង់ឥសីហ្នឹងដូចអនាថបិណ្ឌកទេវបុត្របានយាងមកសម្ដែងអំពីប្រយោជន៍នៃវត្តចេតពុនថ្វាយព្រះរាមាវិភាអញ្ចឹងចឹងទាំងហេតុតាំងចេតវណ្ណឥសិសង្ឃៈនិសេវិតាំងអាវុធខាងធម្មរាជេអ្នកសញ្ជៈបៃតេសញ្ជៈអ្នកនាងមគ្គនេះគឺវត្តចេតពុននេះមានប្រយោជន៍ដល់ការគង់នៅនៃសង្ឃដែលជាអ្នកស្វែងរកនៅគុណឥសិសង្ឃៈឥសិហ្នឹងអ្នកស្វែងរកនៅគុណសីលគុណសមាធិគុណបញ្ញាគុណហ្នឹងណាឥសិសង្ឃៈនិសេវិតាំងហ្នឹងជាទីគង់អាស្រ័យនៅនៃព្រះសង្ឃអ្នកស្វែងរកនៅគុណហ្នឹងទាំងព្រះសម្មាសម្ពុទ្ធជាធម្មរាជណាជាស្ដេចនៃពធហ្នឹងក៏គង់អាស្រ័យនៅបៃតេសញ្ជៈនាងមគ្គហ្នឹងនាំឲ្យខ្ញុំព្រះអង្គកើតបៃតេណាកើតបៃតេសញ្ជៈនេះហ្នឹងឯងគឺកើតបៃតេមគ្គហ្នឹងបៃតេរបស់ខ្ញុំហ្នឹងគ្រាន់តែលើកឡើងអំពីពាក្យថាឥសីហ្នឹងគឺអ្នកស្វែងរកនៅគុណទាំងហើយជាពិសេសព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទាំងអស់តែងតែត្រាស់ដឹងជាពុទ្ធក្រោមមលុបសម្ពុទ្ធកាសាវៈតលប៊ូហើយបានត្រាស់ជាពុទ្ធអត់មានពុទ្ធអង្គណាមួយដែលបានត្រាស់ដឹងបានសព្វញ្ញុតញ្ញាណមិនតាន់ប៊ូទេគឺថាតលតែបានសម្ពុទ្ធកាសាវៈនឹងហើយទាំងដែលព្រះបល័យសម្ដែងថាអភតិតាចយេពុទ្ធាវត្តមាណាអនាគតាភជេនេនេអ្នកសុជន្តិតាស្មាអេតេនមស្យាទាំងកັບប្រហែលដូច្នោះក៏បីនមស្ការថ្វាយបង្គំនៅសម្ពុទ្ធកាសាវៈទងជ័យរបស់ព្រះអរហន្តដែលប្រពុតគ្រប់ព្រះអង្គតែងតែបរិសុទ្ធនៅដោយសម្ពុទ្ធកាសាវៈនេះធៈជេនេនេអ្នកនេះធៈជេទងណាធៈជៈហ្នឹងទងធៈជេអ្នកណាដោយទងធៈជេនេនេអ្នកណាធៈជេអ្នកនឹងអនេអ្នកហ្នឹងគឺនេះប្រែថានេះហ្នឹងឯងហំពេញបត់ហ្នឹងចឹងទៅនៅក្នុងសេចក្តីនេះដែលពុទ្ធបរិស័ទយើងរីករាយយើងអត់បានប៊ូហ៎ហ្នឹងឯងប៉ុន្តែស្រឡាញ់អ្នកប៊ូហ៎ហ្នឹងឯងរៀបវាបរិភោគកាមគុណមែនប៉ុន្តែស្រឡាញ់ជ្រះថ្លានិងបព្វជិតបរិសុទ្ធប្រព្រឹត្តទៅដោយសិលចឹងហ្នឹងឯងអញ្ចឹងយើងអត់បានបួសយើងកសាងកុដិសាលាព្រះវិហារអីសម្រាប់ប្រសង់គង់នៅចឹងទៅជំនួសយើងលោកគង់នៅជំនួសយើងចឹងណាអានឹងយើងបានចំណែកប៉ុនហើយដូចយើងដាក់ក្រុមហ៊ុនហ្នឹងហើយយើងអត់ចេះធ្វើកិច្ចការងារហ្នឹងទេប៉ុន្តែមានអ្នកចេះធ្វើអ្នកចេះហ្នឹងបើត្រូវការ
ដើមទុនដែរហ្នឹងហើយអញ្ចឹងប្រាប់គ្នាមកម្នាក់មហ៊ុនមកបើកធ្វើរោងចក្រមួយហើយអ្នកដែលមានចំណេះជំនាញហ្នឹងធ្វើកិច្ចការងារហ្នឹងអញ្ចឹងទៅមិនបាច់មានប្រាក់អីដាក់ទេប៉ុន្តែមានចំណេះអាហ្នឹងក៏បានភាគហ៊ុនតាមហ្នឹងតាមតែប្រជុំគ្នាតាមតែកតិកាសន្យាគ្នាទៅអញ្ចឹងទៅហើយអ្នកដែលអត់ទៅបានទៅធ្វើទេដាក់តែប្រាក់ទៅដល់តែបានចំណេញមកគេចែកឲ្យហើយហ្នឹងហើយអញ្ចឹងគឺយ៉ាងណាមិញយើងអត់បានបួសក៏ពិតមែនព្រះសង្ឃមានឧបនិស្ស័យបួសប៉ុន្តែយើងក៏សាងកុដិសាលាព្រះវិហាររបងខ្លងទ្វារសាលាកផាត់បិណ្ឌបាតប្រចាំថ្ងៃអីទាំងអស់ហ្នឹងព្រះសង្ឃអត់មានបច្ច័យ4មិនគង់នៅបានអត់មានចង្ហាន់រាល់ថ្ងៃហ្នឹងអញ្ចឹងហើយយើងអត់បានបួសមែនប៉ុន្តែយើងផ្នែកខាងបច្ច័យ4ទំនប់បំរុងដោយតបស្បៀងអញ្ចឹងហ្នឹងហើយដើម្បីឈ្នះសង្គ្រាមហ្នឹងគឺជាសង្គ្រាមជាមួយនឹងកិលេសរៀងព្រះអង្គរៀងខ្លួនទេប៉ុន្តែបើយើងនិយាយជាបកលាធិដ្ឋាននៅក្នុងការធ្វើសង្គ្រាមរួមគ្នារវាងកុហកបព្វជិតហ្នឹងព្រឹកទៅដើម្បីកម្ចាត់បងលោភៈទោសៈមោហៈដែលយើងប្រកាសថាជាសត្រូវនៅក្នុងពុទ្ធសាសនាហ្នឹងគឺលោភៈទោសៈមោហៈអញ្ចឹងយើងធ្វើកិច្ចការងាររួមគ្នាហ្នឹងគឺប្រសង់ត្រួតត្រងបត្រៃ3ដកត្រួតត្រងពធសម្ដែងទៅហើយបាសកបាសិកាយើងទំនុកម្រងបច្ច័យ4ទៅស្ដាប់ពធទៅប្រតិបត្តិទៅកម្ចាត់បងលោភៈទោសៈមោហៈនៅក្នុងចិត្តសន្តានអញ្ចឹងហ្នឹងគឺជាសមាទិដ្ឋិបើព្រាហ្មណ៍ដែលជាតេតមិត្តសម្លាញ់របស់ព្រះអនន្តនេះហ្នឹងហើយសក្តិព្រាហ្មណ៍គឺគាត់សម្គាល់ថាងូតទឹកបរិសុទ្ធណាវាមានអតិថិអញ្ចឹងព្រះអនន្តបានជ្រាបដឹងអំពីមិច្ឆាទិដ្ឋិច្បាស់អំពីសម្មាទិដ្ឋិក៏មានករណាកើតឡើងកុំឲ្យមិត្តសម្លាញ់ចាស់នឹងនាំគ្នាទៅពេញណែនត្រៀបត្រាក្នុងនរកទោសរបស់ទិដ្ឋិធ្ងន់ធ្លាក់នរកទៀតមុំតេឆានការដែលប្រកាន់អីចឹងដូចថាប្រកាន់ទឹកនឹងបរិសុទ្ធអីហ្នឹងអូអានឹងងាប់ទៅកើតត្រីស្រួលណាស់ណាកើតក្ដើមកើតខ្យងមកអំពីវាជាប់នឹងទឹកហើយវាដោយមិច្ឆាទិដ្ឋិដោយសម្គាល់ថាទឹកនឹងអាចលាងបាបបានវាជាការយល់ខុសព្រោះបាបជានាមធម៌ក្នុងចិត្តមានតែបុណ្យទេដែលអាចលាងបាបបានដោយពុទ្ធបរិស័ទយើងធ្វើបុណ្យនេះអានឹងឯងគឺថាលាងបាបដោយសារបុណ្យហ្នឹងឯងនៅពេលដែលយើងក្តៅស្អុះយើងងូតទឹកចឹងទៅសម្លៀកបំពាក់ប្រឡាក់យើងបោកគក់ដោយទឹកហ្នឹងចឹងទៅបុណ្យហ្នឹងគឺលាងជំរះសន្តាននៃចិត្តរបស់យើងរឿយដោះខាត់រឿយចឹងទៅរហូតសម្រេចលោកុត្តរៈធម៌ទៅគឺព្រះអង្គទ្រង់សម្ដែងថាអត់ចាំបាច់ទៅទឹកខ្លួនអីទេព្រះរាមាវិភាព្រះអង្គទ្រង់ទទួលសំណូមពរព្រះអនន្តដាច់យាងទៅប្រោសព្រាមនឹងសាកសួរទៅព្រាមនឹងថាងូតទឹកនឹងវាស្អាតព្រោះធ្វើបាបពេលថ្ងៃងូតទឹកពេលល្ងាចដល់ធ្វើបាបពេលយប់ព្រឹកឡើងងូតទឹកអីចឹងទៅជាការយល់ខុសអញ្ចឹងយើងសំណាងណាកើតមកយើងបានជួបនឹងពុទ្ធសាសនាយើងខំប្រឹងបំពេញបុណ្យកុសលដើម្បីកម្ចាត់បងបាបនៅក្នុងចិត្តសន្តានអញ្ចឹងទៅប៉ុន្តែវានៅបាបដែលជាអនុស្ស័យយើងត្រូវអប់រំចិត្តដល់សមថវិបស្សនាសម្រាប់លោកុត្តរៈពេលណាបានវាលះអនុស្ស័យហ្នឹងហើយតែលះអនុស្ស័យអ្វីដែលធ្លាប់តែកើតពីកិលេសកើតពីកម្មហ្នឹងវាលែងកើតអាហ្នឹងឯងតែការដែលមិនកើតហ្នឹងគឺជាព្រះនិព្វានដែលជាទីពឹងដែលមិនមានជាតិមិនមានជរាមរណៈហ្នឹងឯងតែចឹងព្រះដែលមានប្រភេទព្រះអង្គទ្រង់សម្ដែងធម្មោរៈតោចឹងណាគឺអ្វីដែលថ្លាស្អាតហ្នឹងគឺការប្រព្រឹត្តធម៌ហ្នឹងចឹងហ្នឹងឯងថ្លាស្អាតមិនកកល្អក់ទៅនោះទេចឹងអាណាវិលោគឺអត់មានកកល្អក់ទេដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហ្នឹងគឺថាចុះទៅកាន់អរិយមេអង្គ8គឺថាដោយសារមានសិលជាកំពុងហ្នឹងគឺថាចុះទៅកាន់ព្រះនិព្វានហ្នឹងតែម្ដងចឹងសីលៈតិដ្ឋោហ្នឹងគឺថាមានសិលជាកំពុងហ្នឹងឯងហើយក្នុងការដែលងូតទឹកនៅក្នុងកំពុងដែលមានសិលទៅហ្នឹងគឺថាអត់ទៅទឹកខ្លួនទេគឺអត់ទៅទឹកខ្លួនទេអនាលកតាហ្នឹងវាអត្តភាពណាកតៈហ្នឹងដូចជាកតៈពោតិទេសធេរៈអីហ្នឹងមានអត្តភាពនឹងឯងកើតតម្បៅស្អុយអីហ្នឹងលោកពនាមកតៈពោតិ
แต่สเทระจังเตออนาละกัตตานี่คือเป็นรูปเรียงกายนี่ว่าอัตตะเกเสเนเสนาตาเสนาตานั่งงูดตึกปันตะงูดนั่งงูดโดยชากำปวงเสลเวอดเมียนตึกโดยเปรียมเองเจ้าปรักเจ้าหลังเงี้ยจังเตอนาละกัตตานั่งเองให้ก็เวเตะกุโนคือถ้าเช่นเนี้ยบานในเมะเดี๋ยวบานในสาวตาปัตตะเมะสักเตเกเมะอนาเกเมะอรหัตตะเมะนั่งเองแต่ก็อังสำแดงยัตถะหะเวนั่นคือถ้าในขนมกาได้เตยงูตึกนั่งได้อัดเมียนตึกล้วนเทถึงก็น่าอันนั้นแหละกัตตาเวตรันเตปารันเตนั่นคือถ้าบานฉลองดาวตราไอ้ถึงนั่งไงคือได้ซากำปวงคือใส่แล้วนั่งจังคือขนมศาสนานี้พระองค์ตรงจำแดงอัมปีกำปวงคือเซลให้เจ้าเตยโดยนายอะไรยังไม่ประกอบด้วยองค์ปมใบประกานั้นเราเมงตรันเตปารันเตบานฉลองดาวตราเห็นน้องกาเดบานงูตึกนะในขนมกำปวงคือเซลก็น่าได้เลี้ยงจุ่มเรียในมันเตอร์ใส่มองขนมจัดสันดานได้บอกล้วนบานยังปวดบ่อสัตว์ยังบานเฉียบเฮ้ยตึกได้คือการมันเมียนโลภะตุสะโมหะโลภะตุสะโมหะการนาบกำจัดปิจัดสันดานเต้ไปออกเมียนปัญหาไอ้จ่องเตียนปัญหาสรุปมาเป็นสิ่งใดตกสิ่งใดตกมันเมียนปลัวแต่มันเมียนโลภะตุสะโมหะนั่งไงฉันยังเคยเจอสดายเนี่ยโลภะตุสะโมหะนั่นเป็นเมียนหนึ่งน้องจัดสันดานบ่อยเยิงปั้นแต่ทัวร์ประเตอร์ดำใบเลี้ยโลภะตุสะโมหะนั่งเมียนตีดก็น่ายังเคยเนี่ยเปียธาปัญญะนั่งไงปัญญะกราคือถ้าจิตเนี่ยเธอบอลนั่งคือเรียกบองโลภะตุสะโมหะนั่งไงเปียธาปัญญะนั่นคือจิตทำให้จิตเลี้ยงจุ่มเรียในมันเตอร์สายมองน้องสันดานเด่นนั่งไงตัวจียังก็ได้กายปันแต่จัดติเชี่ยเอาแต่จัดนั่งเมียนสมาติแท้จัดเมียนติเทียจัดเมียนติก็ได้เชี่ยทลาจูบจุ่มแค่นี้เมียนเมตตาจัดรับรวกคณีเอาตำไลตรองสิกได้ละอดอลคณีเมียนสเทียเมียนเซลนั่งยังกำจังบานมาโรยเพะโรยนั่งไงแต่ยังจังบานโรยเพะโรยยังมีหนักอะไรอัดเตยจัดยังเต้ยังจะนึกเคยเรื่องอัดเตยนั่งปีโปรมันดูยังชราเนวินใช้ลมเอียงแต่ตามกาสลายสอบหรือบอกล้วนนั่งแต่บานจะสอบให้จะแต่จับโยกอะไรเข้านั่งยังอัดเมียนติกได้สอบเลยยังไงโดยเฉพาะยังเตยปรอนิบัติอย่างนี้คือถ้ายังรับโรคนี้ตรองอะไรละอเจ้าสาวนี้เลิกจุ่มกายนี้เต้อะไรนาเวลาเตยเต้ยังเอาอภัยเต้นั่งไงให้นำคณีสดับไปทัวเต้ยังนั่งดังคลัวน่ะหลายนาอัดเตยนั่งไงนั่งปราดิบัตเลี้ยบังโตข่มหอกนั้นโดยกายยัวเตยเต้ยังก็มันสมบูรณ์แบบไอ้สับแต่เตยไอ้เตยเอาเนี่ยเตยเต้นั่งไงโปรเวณในโลภะตุสะโมหะเวณในจะรัดอัจเจียไตรบ่ยังจะทำมาได้จังคือยังเตยเอาอภัยโดยปัญญาจำปัวบาปอกุศลแต่งขนมขลุ่นยังแต่งขนมเนี่ยเตยนั่งตอนเลยยังอบรมปัญญาบานยังดังท่ากูไอเมตตาการณาดอกคเนียแต่เว้งปีโปรอัดเมียนนาบังเกิดกิเลสไอขลุ่นไอเต้อัดเมียนนาแต่บังเกิดจะได้เศร้ามอไอขลุ่นไอเต้อันนี้วิจิตโตไปจำวัดด่านั่งเวียนเมียนจังไปโดยยังเล็กสมปืนตรงอคเนียจังยังแต่ประตูนาบังเกิดเจ้าพิวนาแต่บังเกิดตึกสมัติอาเต้บานประเทศดาบานไอใจคเนียตองเต้ไฮโรกอโรไตรจังเต้อย่างนั้นไม่เนี่ยเจ้าพิวหาสมัติไอตึกเล็กไอลวงไอนั่งอัดเมียนนาเธอไอนาแบบอัดเมียนนาเธอไอครูนไอเย่วิจิเรื่องวัดสังสาปันได้สำนางได้ยังบานชูปะทัวยังบานศึกษาปะทัวยังบานดังติคันเทศอายตนะเธอโยนิสามเนี่ยจะการะเธอกำนัดเคยถ่าไว้เด็กการปีปัจจัยนั่งยังอัดจับโยมาเธอครูนยังเนี่ยจะการสร้างขบวนแต่โรคเปรนิเปียนเนี่ยเดือนอะไรยังไม่การนาไปยังดังท่ายังเช่แต่จับโยมาเธอครูนยังโดยปดาจาราเดเปรีก็จะรัดกุตโยดมเชอมาเธอโกนนั่นไอ้ยังนี่ไปเจอแต่จับโยปัญญาคันมาเธอจีครูนยังเนี่ยเราแต่ยังบานดังเตอดาวยิปัสนาเตยังด่าจ่อนั่นไงเอาไว้เด็กการปีปัจจัยไปจะพอในปัจจัยเดี๋ยวเตอโดยสังขารทั่วธรรมดาทั่วเตอโซนเตอเตตาทำมีไอ้จังสลัดแต่ยังมันจับโยมาเธอจีครูนยังนี่ไอ้จะเพลินในสิ่งใดบริสุทธิ์เด่นโสมะโนโมตนีให้สมจุรันปัวธรรมิจาชิมจุมนิดให้เงียบโยมปุตตบริษัทต่างกรุบคณีเชื่อทลานะบานรีบจำ
បនណាបននឹងឯងនាំមកនៅសេចក្តីសុខណាណានឹងគឺជាចំណុចសំខាន់ដែលយើងត្រូវដឹងថាព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំខ្លាចបននឹងជាឈ្មោះនៃសេចក្តីសុខតែយើងបានកើតមកជាមនុស្សនោះព្រោះអាស្រ័យបនណាបើអត់មានបនទេគឺអត់អាចកើតមកជាមនុស្សបានទេកើតដេរិឆានកើតប្រែតកើតអសុរកាយកើតនរកជាដើមនឹងដោយអកុសលកម្មដែលយើងបានធ្វើណាដែលយើងនិយាយថាណាអកុសលកម្មបទអកុសលកម្មបទ10អីហ្នឹងកាយកម្ម3វិជ័យកម្ម4មនោកម្ម3ហ្នឹងឯងនាំឲ្យទៅកាន់អបាយភូមិបានਪਰផ្ទុយទៅវិញញាតិញោមបានធ្វើបុណ្យហើយបាននាំឲ្យកើតជាមនុស្សហើយគឺនៅរស់រហូតដល់សពថ្ងៃនេះជាឱកាសធ្វើបុណ្យបើសិនជាឥឡូវនេះយើងកំពុងឈឺដេកពេទ្យយើងមានបានធ្វើបុណ្យទេណាយើងមានបានធ្វើបុណ្យទេណានៅតែដង្ហើមទឹកនៅពេទ្យហ្នឹងហើយឈឺក្តៅកាហាយចុកចាប់ណាខឹងសបាជាមួយអ្នកដទៃទៀតណាដោយតោសៈទៀតនោះវាឈឺទៅវាបន្ទុះណាតោះបដិខៈជាមួយអ្នកដទៃព្រោះអាស្រ័យជំងឺបៀតបៀននឹងឯងផ្ទុយទៅវិញញាតិញោមឥឡូវហ្នឹងមិនឈឺណាឥឡូវនៅរស់ណាឥឡូវកណាគុណចាស់បានបួសណាសន្សំបុណ្យកុសលដូចជាលោកគ្រូលើកអំពីអ្នកបួសហ្នឹងគឺដឹងអំពីគុណរបស់មេដាបេដាហៅថាកតញ្ញូកតវេទីនឹងចំពោះមេដាបេដាច្រើនជាងអ្នកដែលមិនបានបួសចុះហេតុអីថាលោកបានស្ដាប់បានសិក្សាបានអានគម្ពីរត្រៃបិដកអញ្ចឹងទៅរៀននៅព្រះបរិយត្តិធម៌ទៅដឹងណាពីព្រះបរមពោធិសត្វកាលដែលកើតជាតម្រៃស្ដេចតម្រៃញាតិញោមពុទ្ធបរិស័ទហើយមានណាម្ដាយណាជាមេតម្រៃនឹងខ្វាក់ភ្នែកទាំងសងខាងគេចាប់តម្រៃមង្គលនឹងយកទៅដាក់ក្នុងវាំងតម្រៃនឹងអត់ព្រមបរិភោគអីទេនឹកម្ដាយណារហូតដល់ប្រាប់ព្រះជាថាមានម្ដាយនៅក្នុងព្រៃអីចឹងទៅព្រះជានឹងក៏លេងឲ្យមកចិញ្ចឹមម្ដាយចាស់នឹងវិញទៅនឹងដែលកណាគុណចាស់បួសនឹងបានសិក្សាបានស្ដាប់រឿងរ៉ាវរបស់ព្រះបរមពោធិសត្វកើតជាសវណ្ណសាមណាចិញ្ចឹមមេដាបេដាអីជាដើមមិញនឹងព្រាមនឹងឈ្មោះថាមេតបោសកៈព្រាមលោកគ្រូណានៅក្នុងបេដកលេខ30នឹងកម្ពស់140 150អីហ្នឹងឯងជាងហ្នឹងតាកទួងនឹងណាការដែលព្រាមនឹងបានចូលទៅសួរព្រះសម្មាសម្ពុទ្ធអំពីណែព្រាមនឹងគាត់រកភិក្ខារកអាហារបរិភោគបានដោយធัวមិនកេងប្រវាញ់គេមិនប្រព្រឹត្តដោយទុច្ចរិតតាមទ្វាកាយទ្វាវាចាទ្វាចិត្តបានអាហារនឹងមកយកមកចិញ្ចឹមបីបាច់ថែរក្សាម្ដាយចុះបើខ្ញុំធ្វើអញ្ចឹងនឹងឈ្មោះថាមានជាប្រយោជន៍ឬក៏មានបានបុណ្យអីដែរបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីការដែលចិញ្ចឹមមេដាបេដានឹងឈ្មោះទៅរួបភិក្ខាបានដោយធัวណាដោយសុចរិតហើយចិញ្ចឹមមេដាបេដានឹងឈ្មោះថាបានបុណ្យច្រើនហើយនៅពេលបែកកាយរំលាយខណ្ឌស្លាប់ទៅកើតនៅក្នុងសុគតិសួគ៌ជាដើមព្រោះអាស្រ័យការចិញ្ចឹមមេដាបេដានឹងអញ្ចឹងកូនប្រុសស្រីដែលមានមេដាបេដានៅរស់ណាមេដាបេដានៅរស់ហ្នឹងគឺធ្វើចិញ្ចឹមគាត់ឲ្យហើយណាចិញ្ចឹមគាត់ឲ្យហើយកុំឲ្យណាអង់គ្លេសហ្នឹងគេថា wait until too late កុំឲ្យចាំដល់វា wait until too late ហ្នឹងគឺថាកុំរងចាំតលគាត់ស្លាប់ហើយបានស្ដាយក្រោយហ្នឹងណាដល់ស្ដាយអូយខ្ញុំស្ដាយដល់ហើយកាលម៉ែខ្ញុំនៅរស់អត់បានធ្វើអីជូនគាត់សោះណាពីព្រោះរវល់តែចិញ្ចឹមខ្លួនឯងរវល់តែកូនរវល់តែប្តីរវល់តែប្រពន្ធដល់អញ្ចឹងទៅវាស្ដាយក្រោយអញ្ចឹងនឹងគឺការដែលណាលើកឡើងអំពីព្រាបនឹងព្រះសម្មាសម្ពុទ្ធសម្ដែងថាបានបុណ្យច្រើនណាបានបុណ្យច្រើនហើយស្លាប់ទៅកើតនៅក្នុងសុគតិសួគ៌ទេវលោកទៀតផងនឹងគឺជាចំណុចសំខាន់មួយទៀតគឺញាតិញោមពុទ្ធបរិស័ទមានសទ្ធានេះជាតថាគតពោធិសទ្ធាគឺសទ្ធាដែលជឿតាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជឿដល់សព្វយុត្តញ្ញាណដែលព្រះសម្មាសម្ពុទ្ធព្រះអង្គមានហើយព្រះអង្គត្រាស់ដឹងបច្ចុប្បន្ន35ព្រះវស្សាចាប់ពីព្រះអង្គបានបច្ចុប្បន្ន35ព្រះវស្សាជាពុទ្ធនឹងហើយសម្ដែងធម៌45ព្រះវស្សាប្រុស
ដល់ពួកអបាសកអបាសិកាណាភិក្ខុនៃដែលជាសាវកនឹងបានត្រាស់ដឹងច្រើនមនុស្សនិងទេវតានៅក្នុងលោកនេះអញ្ចឹងយើងឃើញអញ្ចឹងទៅយើងឃើញអំពីគុណរបស់ព្រះសម្មាសម្ពុទ្ធកាន់តែច្បាស់ឡើងធ្វើឲ្យយើងមានសទ្ធារឹងមាំហើយនឹងកម្មសក្តាសទ្ធាជឿអំពីសត្វទាំងឡាយប្រព្រឹត្តទៅតាមអំណាចកម្មនឹងឯងចាត់ចែងឲ្យបានខ្ពង់ខ្ពស់ឬក៏ថោកទាបព្រោះអាស្រ័យកម្មជាអ្នកចាត់ចែងនឹងគឺព្រះអង្គសម្ដែងនៅក្នុងគាថាធម្មបទនឹងមត្តាសុខៈបរិច្ចាគាបសេជេវិបលាំងសុខੰចជេមត្តាសុខੰធីរោសម្បសੰវិបលាំងសុខੰបើបុគ្គលបើឃើញនៅសេចក្តីសុខទូលំទូលាយគួរលះបង់សេចក្តីសុខល្មមប្រមាណអ្នកមានប្រាជ្ញាកាលបើឃើញសុខទូលំទូលាយក៏បីលះសេចក្តីសុខល្មមប្រមាណសេចក្តីសុខល្មមប្រមាណហ្នឹងគឺព្រះអង្គលើកអំពីបាយមួយថាសដែលជាចង្ហាន់បិណ្ឌបាតហ្នឹងឯងណាចង្ហាន់បិណ្ឌបាតហ្នឹងដែលយើងបរិភោគទៅហើយយើងគិតថាយើងបរិភោគហ្នឹងបានណាឆ្អែតប៉ុន្តែដល់តែអស់ស្អែកឡើងឃ្លានទៀតដែរណាស្អែកឡើងឃ្លានទៀតដែរអត់ចេះឆ្អែតទេហើយបើបរិភោគមិនបានពិចារណាទៀតផងអាហារដែលយើងបរិភោគហ្នឹងកើតលោភៈតាមការឃើញរូបណាធំក្លិនណាឃើញធំក្លិនឃើញរូបអីនឹងតាមទ្វាទាំង6ហ្នឹងធ្វើឲ្យកើតលោភៈអកុសលព្រោះអាស្រ័យបរិភោគអាហារប៉ុន្តែព្រះអង្គសម្ដែងអំពីសេចក្តីសុខទូលំទូលាយហ្នឹងគឺបានដល់ព្រះនិព្វានឯណោះណាការដែលញាតិញោមបរិភោគអាហារនឹងដើម្បីចិញ្ចឹមសិលចិញ្ចឹមសមាធិចិញ្ចឹមវិបស្សនារហូតដល់បានដល់ព្រះនិព្វានដែលលោកគ្រូលើកឡើងអំពីព្រាហ្មណ៍នឹងដែលបានទៅសួរអំពីការមុជទឹកលាងបាបហ្នឹងណាមុជទឹកលាងបាបព្រះអង្គសម្ដែងអំពីការមុជទឹកនៅក្នុងកំពង់ដែលអត់ទៅទឹកគឺសិលនេះណាសិលហ្នឹងហើយរហូតដល់ការចម្រើននៅវិបស្សនាបាននៅមគ្គផលនឹងឆ្លងនៅអន្លង់អោខៈនឹងដល់ព្រះនិព្វានដែលជាបរមសុខដែលជាវិបលាំងសុខੰគឺណាសេចក្តីសុខដ៏ទូលំទូលាយសូមអនុមោទនាចាស់តាគ្រូចតរកតោចាស់ព្រះបញ្ញាបច្ចោតោចាស់គ្រូព្រះចលវរៈធម្មោចាស់សច្ចកល្យាណោនិងកណាគុណចាស់គង់ប្រថាប់ក្នុងទីនេះទាំងដោយសេចក្តីគោរពការក្រែងសូមក្រាបថ្វាយបង្គំលោកគ្រូជាម្ចាស់ដោយសេចក្តីគោរពសូមគោរពពោះញាតិញោមពុទ្ធបរិស័ទចាស់ទៀនធានដើមបន់លោកតាលាយញាតិញោមសត្វប្រុសទាំងអស់ទៀតណាថ្ងៃនេះក៏ជាថ្ងៃបំពេញនៅបន់កសលហើយក៏កថាទានជាទម្លាប់ទៀតណាទម្លាប់ឲ្យតែធ្វើបន់កថាហ្នឹងគឺថាតាក់តែងកាយមកអស់មកនេះណាស្អាតបាតចឹងទៅតាក់តែងគឺថាបីទទួលអបអរសាទរនៅក្នុងដំណើរការវេកថាចៃវរចំពោះព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាតាមបណ្ដាវត្តនីមួយណានឹងសូមអនុញ្ញាតដើម្បីបានឱកាសចាប់អារម្មណ៍ទៅលើខ្លឹមសារដែលគ្រូជាម្ចាស់រតនាមកអញ្ចឹងគឺថានឹងជាពាក្យបរមរាណាចារ្យក៏ប៉ុន្តែយើងយកមកសិក្សាវាមិនថាល្អគ្រប់10អីទេគាត់ថាពីបរមរាណាចារ្យលោកបានន័យថាអ្នកដែលមិនបានប៊ូសនោះវាមិនដូចឥឡូវទេខ្ញុំចាស់តាជំនាន់មុនហ្នឹងវាតលវត្តតលរៀននៅវត្តអីទៅរៀនអក្សររៀនអីទៅហើយបើអត់មានបានចូលវត្តចូលវាប៊ូសទេបើអត់មានពេលរៀនទេអត់មានសាលាយូនីអីណាដូចយើងសប្តាហ៍ថ្ងៃនេះណាសប្តាហ៍ថ្ងៃនេះមិនបាច់ប៊ូសក៏បានដែរព្រោះរៀនសំខាន់គឺការរៀនសូត្រតែប៊ូសហ្នឹងក៏ប៊ូសសិក្សារៀនសូត្រព្រះពុទ្ធវចនៈនឹងឯងចឹងអញ្ចឹងគឺក្នុងន័យគាត់គ្រប់គ្រងអ្នកចេះដឹងមានគុណធម៌ហ្នឹងធ្វើបីថាសឹកមកជាការិយវៈមកក៏មានគុណធម៌នៅក្នុងន័យថាមានស្វាមីមានភរិយាទៅដឹងគុណដឹងទោសអញ្ចឹងទៅចេះធម៌ចេះអាអញ្ចឹងទៅក៏អ្នកភូមិផងរបងជាមួយអញ្ចឹងទៅប៉ុន្តែក៏ស្រឡាញ់ភ្នោះឲ្យសឹកនឹងឯងឲ្យសិក្សាគឺថាសិក្សានៅសិក្ខាវិន័យដែលព្រះអង្គទ្រង់ត្រាស់បញ្ញត្តិមកដូចជាលោកគ្រូជាម្ចាស់រតនាមកតាកតួងនឹងព្រាហ្មណ៍សង្ឃណព្រាហ្មណ៍ដែលជាសម្លាញ់របស់ព្រះសរិបុត្រដែលគាត់ចុះទៅងូតទឹកអីហ្នឹងក៏ព្រះអង្គប្រកាសពីទឹកហ្នឹងដែរណាធម្មោរហតោព្រះមណៈណាគឺណា
ใส่ละตัดเท้านั่นคือถ้าตัดเท้านั่นคือកំពង់แต่កំពង់បោះសិលហ្នឹងធម្មោហ្នឹងជាធัวហ្នឹងហើយរយៈតោវាថ្លាស្អាតចឹងទៅមិនលព្រាមគឺថាបងប្រកាសអំពីកំពង់គឺសិលហ្នឹងវាមានសភាពថ្លាស្អាតផរផង់អាណាវិឡូមិនល្អកកទេមិនល្អកកទេសភិសតាំងណាបាសត្វថោហ្នឹងបានន័យថាសតាំងក៏សត្វបរោះសភិហ្នឹងក៏សត្វបរោះព្រោះសត្វបរោះហ្នឹងលោកតែងសរសើរបសត្វថោសរសើរនៅសត្វបរោះទាំងឡាយហ្នឹងថាសត្វបរោះហ្នឹងគឺថាងូតទឹកហ្នឹងគឺថាទឹកគឺកំពង់គឺសិលហ្នឹងឯងដែលមិនកកល្អហ្នឹងហត្ថយដ្ឋហវេវេតគុណោសេនាតាហ្នឹងគឺថាងូតទឹកងូតទឹកហ្នឹងវេតគុណោហ្នឹងដោយអំណាចនៃណាអរិយមគ្គអីហ្នឹងគឺថាបានងូតទឹកហើយគឺមិនទៅទឹកទេអនលៈកតាវតរន្តិបារន្តិណាគឺថាមិនទៅទឹកទេហើយអាចឆ្លងនៅអន្លងនឹងបានទៅកាន់ត្រើយបានអញ្ចឹងដំណើរដែលយើងអប់រំហ្នឹងគឺថាមានតែដំណើរមួយនឹងឯងតែមានសិលមានមេត្តាមានខន្តីមានសង្គ្រោះមានឲ្យអភ័យហើយយើងសិក្សានៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងគឺថាដំណើរហ្នឹងគឺយើងមានសិលជាបាតមានសិលជាគ្រឹះមកហើយយើងសិក្សាពធហ្នឹងដើម្បីអីដើម្បីសេចក្តីចម្រើននៅក្នុងជីវិតរបស់យើងតែមានសិលហើយគឺបាននៅប៉ាមកជាបាននៅបៃតិហើយតែបើអត់មានសិលទេលំបាកណាស់តែព្រោះសពថ្ងៃហ្នឹងក៏ព្រះអង្គទ្រង់ប្រកាសសម្ដែងហើយទុសីឡោហេបហុជណោព្រះអង្គប្រកាសនៅក្នុងនេកវៈហ្នឹងគឺថាជួនច្រើនណាស់ដែលទ្រុសិលហ្នឹងអញ្ចឹងក៏យើងក៏ជាអ្នកមានសិលមួយរូបទៅតនព្រះសាសនានៅមានក៏យើងដំណើរជីវិតដើម្បីឲ្យបាននៅសេចក្តីសុខដីចម្រើនគឺថាយើងមុជទឹកមិនតែមុជទឹកកំពង់សិលយើងមានសិលយើងមិនអាងទៅមុជទឹកប្រោះព្រំអីទឹកមន់អីហ្នឹងគឺថាដើម្បីឲ្យយើងបានសេចក្តីបរិសុទ្ធទេបរិសុទ្ធបានដោយសារសិលនឹងឯងតែដែលសីលេនសុខតੰយន្តិឬក៏សុខខាងយេវៈចរិយាសីឡੰសិលមានកម្លាំងច្បាំងតាមក្បួនខ្នាតដណ្ដើមបានសុខកូនរស់បានស្អាតសុខឥតផ្លាត់ផ្លាត់រហូតដល់ចាស់អញ្ចឹងព្រះអង្គប្រកាសសម្ដែងគឺថាមានសិលហើយក៏មានគុណធម៌ផ្សេងទៀតតែមានសិលហើយមានគុណធម៌នឹងឯងដោយលោកគ្រូជាម្ចាស់រតនាមកតេតងនឹងបរាណាចារសភាសិទ្ធខ្មែរអញ្ចឹងគឺថាពេលណាដែលគាត់សឹកពីបួសមកគាត់ត្រូវមានសិល5មកគាត់មានថែរក្សាភរិយាស្វាមីយេកហដ្ឋាបញ្ញការាចឹងទៅគឺថាជាអ្នកមានបុណ្យបានធ្វើឲ្យកិរិយាវេសនឹងហើយក៏ជាអ្នកមានសិលសីលវន្តោឧបាសកាជាឧបាសកចឹងទៅធម្មេនិតគឺថាទារៀងបោសេនតិគាត់មានការចិញ្ចឹមបីបាច់ថែរក្សាកូនចៅភរិយាដោយធัวចឹងទៅប្រអិនហ្នឹងក៏ក្រាបថ្វាយបង្គំដែរអញ្ចឹងយើងជាអ្នកមានសិលយើងបាននៅសេចក្តីសុខទាំងលោកនេះទាំងលោកខាងមុខសូមអនុមោទនាសូមក្រាបថ្វាយបង្គំអញ្ចឹងក៏បណ្ដឹងចឹងអំប្រុសណាសាធុតានដោយក្តីជ្រះថ្លាប្រាក់ដូចជាពធទាំងបានជាង3លានហ្នឹងដោយពុទ្ធបរិស័ទតាមបូជាគ្រប់គ្រាគ្រប់ពេលវេលាចឹងទៅប៉ុណ្ណាហ្នឹងឯងហើយសូមឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់រស់នៅជាសុខហើយដើម្បីក្តីសុខចម្រើនឡើងក្នុងជីវិតយើងគឺយើងត្រូវយល់ពីគន្លឹះនៃសេចក្តីសុខកុំឲ្យយើងពឹងសេចក្តីសុខហ្នឹងជាមួយនឹងរបស់ខាងក្រៅអាហ្នឹងវាដូចផ្សងព្រេងណាហ្នឹងហើយរបៀបដូចជាថាបានភ្លៀងមកយើងបានសុខឬក៏ថាបានរាំងទៅអីចឹងទៅហ្នឹងឯងតែថាធ្វើបុណ្យហ្នឹងប្រាប់តែភ្លៀងអីមកអីចឹងទៅអូមិនដឹងណានៃទេអីចឹងណាអាហ្នឹងវាជារឿងទេមិនអីទេអាហ្នឹងប៉ុន្តែថាឲ្យពុទ្ធបរិស័ទយើងមានជំនឿទុកចិត្តលើខ្លួនយើងដែលជាអ្នកជួយឲ្យខ្លួនយើងបានសេចក្តីសុខគឺយើងកុំលះបង់ខ្លួនយើងគឺចិត្តនេះដែលយើងត្រូវការសេចក្តីសុខហើយលះបង់ចិត្តនឹងចោលអត់ថែរក្សាចិត្តណាដែលយើងគិតថាសេចក្តីសុខរបស់យើងនឹងនៅនឹងរបស់ដែលយើងត្រូវការប្រាថ្នាបោះអីឃើញគេមានអីគេបានអីយើងចង់មានចង់បានដូចគេអញ្ចឹងទៅយើងគិតទៅរកអារបស់ទាំងអស់ហ្នឹងឈ្មោះថាយើងលះបង់ចិត្តយើងចោលហើយយើងចង់បានសុខគេយើងលះបង់ចិត្តយើងគឺចិត្តយើងហ្នឹងលហេមលហាមតដាបតឌូហើយចឹង
ហ្នឹងឯងហើយអត់មានទីពឹងនៅលើខ្លួនយើងទេយើងត្រូវទៅពឹងលើរបស់ដែលយើងត្រូវការប្រាថ្នាហ្នឹងបើបានទៅមកពេលហ្នឹងទៅរួចថាអូមិនមែនអានឹងទៀតទេអានោះទៅទៀតហ្នឹងណាអញ្ចឹងលហេមលហាមទៅទៀតហើយវាអត់ប្រកាសវិជាថារបស់អីដែលយើងត្រូវការហើយឲ្យសុខឲ្យឆ្អែតឲ្យគ្រប់ឲ្យក្រាន់ទេហ្នឹងឯងអញ្ចឹងគឺយើងរស់នៅក្នុងការអប់រំចិត្តដើម្បីឲ្យអ្វីនឹងបែរទៅជាល្អមករកយើងដោយមិនចាំបាច់យើងចិត្តតែទៅប្រឹងប្រែងរកអ្វីល្អតាមការពេញចិត្តទេឲ្យអ្វីនឹងចេះតែល្អឡើងមករកយើងណាហ្នឹងឯងគឺយើងត្រូវសុំសេចក្តីល្អពីចិត្តរបស់យើងតាមពិតណាតែកាលណាចិត្តយើងល្អរឿងអ្វីហ្នឹងវាទៅជាល្អសម្រាប់ចិត្តរបស់យើងអញ្ចឹងដើម្បីឲ្យចិត្តល្អតើយើងអប់រំចិត្តហ្នឹងឯងមានរឿងសន្ធឹកសន្ធាប់ក្នុងជីវិតប្រចាំថ្ងៃរឿងតូចរឿងធំអីហ្នឹងយើងអត់កែចិត្តយើងទេចង់តែកែរឿងទេចង់តែកែអ្នកដទៃទេចង់តែកែចេះកែចោះអីចឹងទៅអាហ្នឹងឯងដែលយើងចេះតែតោះតេងចេះតែมันបាននៅសេចក្តីសុខស្ងប់តែអញ្ចឹងបានថាត្រូវកែចិត្តវិញកុំចង់ចេះតែកែរឿងទេហ្នឹងឯងត្រូវកំណត់ដឹងថារឿងអីក៏ជាមេរៀនសម្រាប់ឲ្យយើងសិក្សាឲ្យយល់វាបង្កប់បរមត្តសច្ចៈក្នុងរឿងហ្នឹងទេពីព្រោះមានរឿងវាសិតតែតាកតួងនឹងបរមត្តធម៌ដែលមានបច្ច័យកើតឡើងត្រឹមត្រូវបានយើងដឹងរឿងអីនៅក្នុងអ្នកដតីវាមានចិត្តចេតសិករូបបើអត់ចិត្តចេតសិករូបទេវាមានអ្នកដតីធ្វើអីមានអ្នកដតីនិយាយអីធ្វើអីនិយាយអីវាតើមានចិត្តជាសមុទ្ឋានដល់តែយើងដឹងថាធម្មជាតិគឺចិត្តហ្នឹងវាសន្សំសន្តានមកតែកើតឡើងយ៉ាងណាវាត្រឹមត្រូវយ៉ាងនោះមិនត្រូវចិត្តយើងមែនដែលអ្នកដតីធ្វើអីនិយាយអីប៉ុន្តែកាលណាបើយើងសិក្សាព្រះអភិធម្មសិក្សាបរមត្តយល់ទៅណាទោះជាមិនត្រូវចិត្តយើងក៏ដោយតែយើងដឹងថាអ្វីហ្នឹងជាការពិតវាមានបច្ច័យត្រឹមត្រូវយើងឲ្យសិទ្ធទៅលើអ្វីដែលត្រូវកើតឡើងហ្នឹងអ្វីដែលកើតរមែងកើតអ្វីដែលមានរមែងមានណាដល់អញ្ចឹងទៅយើងសុខចិត្តទៅព្រមដោយសារយើងយល់ដឹងថាអ្វីហ្នឹងមិនត្រូវចិត្តយើងមែនប៉ុន្តែអ្វីហ្នឹងជាការពិតណាហើយការពិតហ្នឹងថ្នាក់ពុទ្ធអង្គក៏សិក្សាដែរថ្នាក់បរិញ្ញាទៀតកំណត់ដឹងនាមរូបព្រមទៅដោយបច្ច័យព្រះវិជ័យកពុទ្ធអគ្គសាវកពុទ្ធអីសិតតែសិក្សាក្នុងហ្នឹងណាហើយយើងអត់សិក្សាចេះតែបន្ទុះចេះតែតោះអាហ្នឹងឯងឃើញណាយើងអត់អាចដើម្បីបាននៅសេចក្តីសុខស្ងប់អត់អាចបាននៅអរិយមគ្គទេហើយយើងចាប់យកតែរបស់ដែលពេញចិត្តចម្រើនលោភៈចម្រើនតណ្ហាអត់បានដើរនៅក្នុងផ្លូវអរិយមគ្គដដែលគឺអត់បានឃើញសច្ចៈនៃលោកនេះទេទៅតាមតែអំណាចដែលយើងពេញចិត្តដែលយើងត្រូវការប្រាថ្នាដល់តែយើងសិក្សាអប់រំតាមផ្លូវពធទៅបានយើងយល់ថាអ្វីនេះមិនមែនចេះតែបានតាមចិត្តយើងចង់ឬចិត្តណាចង់ទេអ្វីគេមានបច្ច័យត្រឹមត្រូវបានកើតឡើងណែដល់ទៅអញ្ចឹងទៅយើងឲ្យសិទ្ធទៅលើអ្វីដែលកើតនឹងឯងតែយើងមិនបន្ទុះយើងមិនទាស់ទៅលើអ្វីដែលកើតនឹងហើយគឺជាសេចក្តីសុខដល់អញ្ចឹងទៅមើលរឿងអីក៏ល្អសម្រាប់យើងដែរពីព្រោះត្រូវឲ្យទានត្រូវរក្សាសិលឲ្យអភ័យអញ្ចឹងទៅមិនបៀតបៀនដល់សពសត្វត្រូវសមាធិដូចជាសេចក្តីស្លាប់អីអញ្ចឹងក៏ជាអារម្មណ៍នៃមរណសតិទៅមានអីអាក្រក់សម្រាប់យើងទៀតនឹងឯងអញ្ចឹងបានថាកែចិត្តវិញដូចជារឿងស្លាប់អញ្ចឹងយើងទៅកែកុំឲ្យស្លាប់មិនបានកែកុំឲ្យចាស់កែកុំឲ្យឈឺមិនបានបើមានជាតិជាបច្ច័យជារាមរណៈឯងប៉ុន្តែកែចិត្តនេះដើម្បីថាឲ្យយើងព្រមជាមួយនឹងសង្ខារធัวដល់អញ្ចឹងទៅចាស់ក៏ចាស់ទៅឈឺក៏ឈឺសេចក្តីស្លាប់ហ្នឹងស្រេចតែយើងមិនភ័យស្រេចតែយើងមិនតក់ស្លុតបើយើងអប់រំចិត្តទៅអាហ្នឹងទៅយើងអាចបានសម្រេចជោគជ័យហើយយើងចង់ទៅកែរឿងឲ្យត្រូវតាមចិត្តយើងគេធ្វើអីបានយើងបានសុខគេនិយាយអីត្រូវចិត្តយើងបានយើងបានសុខអញ្ចឹងយើងអត់មានសេចក្តីសុខដើម្បីគ្រប់គ្រងដើម្បីអប់រំដើម្បីបណ្ដោះបណ្ដាលដើម្បីចម្រើនដោយខ្លួនឯងទេវាត្រូវពឹងលើអ្នកដទៃដល់អញ្ចឹងទៅបានទៅកើតទៅជារឿងឆ្លោះប្រកែកតោះតេងសពគ្រប់ទាំងអស់ហ្នឹងមកអំពីសេចក្តីសុខរបស់យើងហ្នឹងវាជាប់នៅនឹងអ្នកដទៃផ្ញើនៅលើរបស់ខាងក្រៅដល់ទៅអត់បាននៅសេចក្តីសុខតាមបំណងប្រាថ្នាវាកើតប្រតិកម្មបន្ទុះតោះទៅអញ្ចឹងហ្នឹងសូមឲ្យពុទ្ធបរិស័ទយើងបានជ្រាបថាដើម្បីសេចក្តីសុខគឺយើងកុំលះបង់ចិត្តយើងណាយើងត្រូវឲ្យច្បាស់ថាអ្នកមហាសិទ្ធិមានសម្បត្តិបណ្ណាក៏ដោយដល់តែគាត់បានសុខគឺសុខចិត្តទេតាមិនមែនមាសប្រាក់លុយកាក់ភ្នំប្រាក់ហ្នឹងមកដើរទូជាសុខឲ្យគាត់ទេតើចិត្តគាត់សុខបានសុខ
ấy bà chặt cất mình sọc thế cứ về ai cao tục á lục chỉ thấy có cất cao tục để cao tục rương ấy vì mình chơi khoa rương để ai cao tục ấy nâng ảnh chẳng một bò sạch dương mình chăm bách to là miền sầm bát đôi lục chỉ thấy thế bây giờ miền thom mà sầm bát miền sạch thi miền sơ miền ca pro để bát ở trời tây chỉ mùi nâng ca bật tới cứ chặt dương ai sọc này đây cho nên để chặt sọc hay nè dương chăm cho tê và đa sọc và sọc chặt để nâng ảnh chẳng dương mình chăm bách chia tê và đá có bàn chẳng ai tê dương bàn ọp rùm vipassana dương đăng thà tê và đá để đăng rom ấy khơi rụp tép lư dùm lên tép đăng rương ấy nó có con này vì nhiên là thiệt tép vào phân năng thế chẳng để dân thà tê và đá nó đòi son là mót đó bên nào vây để đăng rom chỉ tép sập bay đi nó cứ vì nhiên thế ta nâng ảnh chẳng dân bên trăm bách tư chỉ tê và đá ấy mà con này vì nhiên đăng rom nó ngả lấy nó vì nhiên đăng rom đại tả ai tại vì nhiên đây cầm pung đăng rom nó mình men atta tu luôn dân dân mơ miền trăm bạch tới chợ tê và đa và anh vào prum ấy ní ban chia đầm ná từ cam pre này tiền pro ban đăng ru và thua nè mà thua từ tam thì cái đây pet chẳng có ban bầm pin cục mà mau ban châu ruộng còn ơi thì ra tha này ban một tê cục mà mau chẳng ấy chẳng đấy nó rành lại ban nơi mình toàn pin thế nó từ tầm 25 นาที ตั้งแต่xong bản năng cho cô tầm năng đặt tiền tới trời cả về về thay một là màu chẳng tới có xong cô